រិត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកគណិតវិទ្យាមកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅលំហាត់ទី25 5ស្វ័យគុណ x បូក1បូកឲ្យ5ស្វ័យគុណ x ស្មើ150យើងអាចសរសេរបាន5ស្វ័យគុណ x បូក1ស្មើនឹង5ស្វ័យគុណ x គុណនឹង5ស្វ័យគុណ1បូកនឹង 5x ស្មើ150ទាញ5ស្វ័យគុណ x ជាកត្តាអង្គទី1នៅសល់តួទី1នៅសល់5ស្វ័យគុណ1តួទី2ទាញ 5x ចេញនៅសល់1 5ស្វ័យគុណ1ស្មើ5 5បូក1 6យើងបាន5ស្វ័យគុណ x គុណនឹង6ស្មើ150ទាញ6មកអង្គទី2នៅខាងអង្គទី1នេះគុណមកអង្គទី2ចែក150ចែកនឹង6ស្មើ25 25ស្មើនឹង2លើកជាការ៉េ5លើកជាការ៉េ5ស្វ័យគុណ x ស្មើ5ស្វ័យគុណ2ស្វ័យគុណដែលមានគោលដូចគ្នានាំឲ្យនិទាសនវាស្មើគ្នាដូច្នេះយើងបាន x ស្មើ2លំហាត់ទី26 3ស្វ័យគុណ x បូក1ដក3ស្វ័យគុណ x ស្មើ162យើងអាចសរសេរបាន3ស្វ័យគុណ x គុណនឹង3ស្វ័យគុណ1ដក3ស្វ័យគុណ x ទាញ3ស្វ័យគុណ x ជាកត្តាអង្គទីតួទី1នេះនៅសល់3ស្វ័យគុណ1ដកឲ្យ1ស្មើ162 3ស្វ័យគុណ1ស្មើ3ដក1ស្មើ2ទាញ2មកអង្គទី2 162ចែកឲ្យ2ស្មើ81 81ស្មើនឹង4លើកជាការ៉េលើកជា4លើកជាកាត់អញ្ចឹង3ស្វ័យគុណ x ស្មើ3ស្វ័យគុណ4ស្វ័យគុណដែលមានគោលដូចគ្នា3ដូចគ្នានាំឲ្យនិទាសនវាស្មើគ្នាដូច្នេះ x ស្មើ4លំហាត់ទី27 3ស្វ័យគុណ x បូក2ដក3ស្វ័យគុណ x ស្មើ216យើងអាចសរសេរបាន3ស្វ័យគុណ x គុណនឹង3ស្វ័យគុណ2ដកឲ្យ3ស្វ័យគុណ x ទាញ3ស្វ័យគុណ x ជាកត្តានៅសល់តួទី1នៅសល់3ស្វ័យគុណ2ដកឲ្យ1ស្មើ216 3ស្វ័យគុណ2 3ការ៉េស្មើ9 9ដក1 8ទាញ8មកអង្គទី2នៅអង្គទី1គុណមកអង្គទី2ចែក216ចែក8ស្មើ27 27ស្មើ3គីប 3x ស្មើ3គីបដូច្នេះនាំឲ្យយើងបាន x ស្មើ3ស្វ័យគុណដែលមានគោលដូចគ្នានាំឲ្យនិទាសនស្មើគ្នាធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិរាត្រីសួស្តីសូមជម្រាបលា